ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី76អេសីបំរុងនឹងលុបរូបកុមារនោះចោលវិញប៉ុន្តែនាងសីតាសុំឲ្យលោកតាឥសីជប់ឡើងវិញដើម្បីបានជាគូនឹងកូននាងកុមារដែលតាឥសីជប់មកមានឈ្មោះថាជប់លក្ខណ៍ហើយបុត្របង្កើតរបស់នាងសីតាឈ្មោះថារាមលក្ខណ៍អាយុបាន10ឆ្នាំរាជកុមារចេះសើមន្តយ៉ាងស្ទាត់ជំនាញក៏បានលាតាឥសីនិងមាតាទៅកំសាន្តនៅក្នុងព្រៃមួយរាមលក្ខណ៍បានថ្លែងសរកំទេចដើមរាំងមួយដើមដើម្បីសាកល្បងរឹតមើលការថ្លែងសរនេះធ្វើឲ្យពួកទេវៈរំជើបរំជួលគ្រប់ទីហើយអេសីបានពេញចិត្តនឹងសិស្សទាំងពីរនេះណាស់នាងសីតាបានសរសើរបុត្រថាខ្លាំងពូកែដូចព្រះរាមជាបិតារបស់ទ្រង់ដែរពេលនោះរាជកុមារបានសួរមាតាហើយក៏បានដឹងអំពីជីវប្រវត្តិរបស់មាតាទាំងអស់សូរស័ព្ទសររបស់រាជកុមារបានធ្វើឲ្យអ្នកស្រុកអយុធ្យានិងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះរាមឲ្យហោរាទូទាយហោរាមិនគ្រាន់តែទូលថាមានអ្នកមានបុណ្យមកសាកល្បងវិជ្ជាសិល្ប៍ប៉ុណ្ណោះទេប៉ុន្តែសូមឲ្យព្រះរាមលែងសេះអសដរឲ្យដើរចេញទៅដោយមានរាជសារភ្ជាប់ទៅនឹងកសេះនោះហើយឲ្យហនុមានដើរឃ្លាំចាំមើលពីក្រោយផងឯសេចក្តីក្នុងសារនោះមានជាអត្ថាបើនរណាពុំថ្វាយបង្គំសេះព្រះរាមនោះនឹងត្រូវចាប់យកទៅធ្វើទោសព្រះរាមធ្វើតាមហោរាដោយឲ្យហនុមានឃ្លាំមើលតាមពីក្រោយសេះហើយឲ្យព្រះភិរុតព្រះសុត្រុតលើកតបតាមពីក្រោយហនុមានថែមទៀតប៉ុន្តែមុននឹងធ្វើដំណើរចេញទៅព្រះរាមបានប្រទានអាវក្រោះឲ្យទៅម្ចាស់ប្អូនម្នាក់មួយទុកគ្រាន់បានការពារខ្លួនមុននឹងធ្វើដំណើរទៅព្រៃម្ដងទៀតរាជកុមារត្រូវមាតាហាមឃាត់យ៉ាងខ្លាំងដោយនាងភ័យខ្លាចអំពីផលវិបាកនៃការថ្លែងសរកាលពីថ្ងៃមុនផងនិងបារម្ភអំពីបុត្រទាំងពីរដែលពុំទាន់ចេះធ្វើសឹកសង្គ្រាមរាជកុមារឃើញព្រះរាជសាររបស់ព្រះរាមក៏ចាប់សេះជិះលេងដោយយល់ថាបើម្ចាស់គេមកសុំចាំប្រគល់ឲ្យទៅគេវិញពេលនោះហនុមានបានស្ទុះមកចាប់ព្រះរាជកុមារទាំងពីរប៉ុន្តែត្រូវរាជកុមារវានឹងធ្នូដួលសន្លប់ទៅលើដីលុះត្រូវព្រះពីរបក់មកហនុមានក៏បានដឹងខ្លួនឡើងវិញហើយបានប្រែក្រឡាខ្លួនទៅជាកូនស្វាព្រៃតូចមួយដើម្បីចូលទៅលបងលួងលោមបញ្ឆោតចាប់ក្មេងទាំងពីរតែម្ដង